ពីសួរបងថ្ងៃហ្នឹងបងគាត់chơiមកយកម៉ូតូអញ្ចឹងខ្ញុំមានសំណួរខ្លះចង់ដឹងថាបងមានចំណាប់អារម្មណ៍ម៉េចក្នុងការមកទិញម៉ូតូឥឡូវសំណួរដំបូងខ្ញុំចង់សួរបងថាចេះបងមានចំណាប់អារម្មណ៍បែបម៉េចដែលធ្វើការកក់ម៉ូតូនេះណាចំណាប់អារម្មណ៍ដំបូងរបស់បងណាតាមពិតទៅពីដើមខ្ញុំអត់សូវចូលចិត្តម៉ូតូធំទេតែខ្ញុំគិតថាខ្ញុំព្រាមទាមហើយអត់អាចជិះបានហើយឃើញវាធំពេកខ្ញុំអត់សូវចូលចិត្តដែរពេលខ្ញុំអស់ទីទឹកនោះអាសាឃើញ Hunter 300ហ្នឹងឃើញវាម៉មហើយឃើញ classic ហើយស្រឡាញ់ពេលដល់ពេលបានមកសាកជិះមានអីជិះបានហើយបងគាត់ឲ្យយើងតេស្តហើយគាត់បរៀនគាត់អីទៅរៀនមកផ្លែចេះសម្រាប់សំណួរបន្តទៀតគឺខ្ញុំចង់សួរបងវិញនៅពេលដែលបងជើញមកដល់ទីនេះភ្លាមបងមានគេហៅថាចំណាប់អារម្មណ៍អីទៅធ្វើឲ្យបងពេញចិត្តជាមួយនឹងខាង Royal Enfield បងពេលខ្ញុំមកដល់ដំបូងហ្នឹងមកស្ទង់មក2 10ខ្ញុំគិតថាប្រហែលគេអត់ធ្វើការគេប៉ុន្តែនៅតែមានបុគ្គលិកមកគាត់មកវេខ្ញុំឲ្យគាត់បរៀនខ្ញុំជិះតបពេលហើយពេលដែលចូលមកដល់ខ្ញុំលេចឃើញទលាយហើយតិចស្រួលហើយមានដូរច្រើនតែមើលមាន accessory មានបាទមានតូតេសមានមួកមានសំដៃមានអីខ្ញុំដើរ check មើលជុំអញ្ចឹងហើយខ្ញុំឆ្លាញ់ energy របស់បុគ្គលិកឃើញគាត់មើលទៅសុបាយធ្វើការសុបាយបាទជាសុបាយសម្រាប់ខ្ញុំតាមពិតខ្ញុំអត់សូវទាន់ដឹងច្រើនពីម៉ូតូធំទេប៉ុន្តែពេលដែលខ្ញុំមកសាកតេស្តខ្ញុំអាចនិយាយបានថាស្រួលជីសម្រាប់ model មួយនេះសម្រាប់ចង់និយាយថាទោះបីរៀងកំពុះអត់សូវបានក៏អាចជីកបានជាអីអញ្ចឹងបើសិនជាណាគេឬក៏មិត្តភក្តិអីដែលគេថាគាត់ស្រឡាញ់ប៉ុន្តែគាត់អត់ដែរជីហើយគាត់គិតថាអត់ដែរជីបានខ្ញុំទៅលាថាអាចព្រោះខ្ញុំសាកហើយស្រួលតែចេះបាទអរគុណបងអញ្ចឹងដូចបងគាត់ប្រាប់អញ្ចឹងគឺសម្រាប់បងដែលគាត់ស្រឡាញ់ជាមួយនឹងប្រភេទម៉ូតូកម្លាំងម៉ាស៊ីនថា350ហើយអាចប្រើប្រាស់នៅក្នុងក្រុងងាយស្រួលអាចមើលជាមួយនឹង model នេះបានអញ្ចឹងអរគុណច្រើនបងសម្រាប់ការចំណាយពេលវេលាឆ្លៀតពេលព្រោះបងគាត់កំពុងមកយកម៉ូតូអញ្ចឹងឆ្លៀតសាក់សួរគាត់អញ្ចឹងពីអារម្មណ៍របស់អតិថិជនអញ្ចឹងសម្រាប់បងដែលគាត់ស្រឡាញ់ជាមួយនឹង model ណាមិនថាជាមួយ Hunter ទេគ្រប់ model ទាំងអស់ឥឡូវហ្នឹងគឺ Royal Enfield កំពុងតែមានតម្លៃពិសេសអញ្ចឹងបងដែលគាត់ស្រឡាញ់អាចធ្វើការឆាតឬក៏សួរនាំពីព័ត៌មានបានអរគុណច្រើនជម្រាបលា